សួស្តីមេមេថ្ងៃនេះមានវីដេអូមួយទាក់ទងនឹងប្រភេទ bot motor នេះប្រភេទ motor នេះយើងទាក់ទងនឹងល្បឿនយើងបើកដល់ 4000 ដែរហើយ 4050 តែពេលដែលយើងជន់ទៅគឺយឺតនេះអញ្ចឹងគឺវាជាប់ចាក់សោខាងក្នុងយើងបើកដល់ 4000 5000 6000 7000 8000នៅយឺតដែរអញ្ចឹងយើងបិទសិនមកយើងធ្វើការចូលដោះល្បឿនខាងក្នុងវិញយើងបិទសិនហើយយើងចុច S នេះឲ្យជាប់មកអញ្ចឹងយើងចុច S ឲ្យជាប់សិនមកពេលដែលយើងចុច S ជាប់ហើយយើងបើកកុងតាក់បើកសិនវិញមកគឺវាលោត 123 អញ្ចឹងយើងចុចទម្លាក់យក 122 ហើយចុច S មួយមកអញ្ចឹងនេះដោយសារល្បឿនខាងក្នុងគេចាក់ត្រឹម 550 អញ្ចឹងទោះល្បឿនខាងក្រៅយើងបើកខ្លាំងប៉ុណ្ណាលេខច្រើនប៉ុណ្ណាក៏នៅតែយឺតដែរអញ្ចឹងយើងដាក់ត្រឹម 1500 ហើយយើងធ្វើការ save វិញអញ្ចឹងយើងធ្វើការជន់សាក់មើលមកអញ្ចឹងលឿនហើយអញ្ចឹងនេះជារបៀបដោះសោល្បឿនខាងក្នុងគឺយើងចុច S ឲ្យជាប់ហើយយើងបើកកុងតាក់បើកសិនមកចុចបើកបន្តមកវាលោត 123 យើងយក 122 មកតាមល្បឿនជាក់ស្ដែងដែលបងប្អូនចង់បានអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេ